បាទពូនេះជាថ្នាក់រៀនដែលខ្ញុំបានបង្រៀនមនុស្សជាច្រើនទៅក្នុងផ្នែកអេឡិចត្រូនិកហើយកំពុងតែរៀនកំពុងតែដាក់វីដេអូថ្មីចូលជា65អ៊ីងដែលវាអាការៈរោគវាគឺវាលោតគឺផ្លែតលើកញ្ចក់ហើយវាអត់ចេញរូបភាពទេអញ្ចឹងយើងកំពុងតែដោះមើលហើយការដោះពួកវានេះវាស្ដើងអញ្ចឹងយើងត្រូវប្រយ័ត្នវាដោះវាអស់ទេសួស្តីនេះគឺជាបត Samsung Smart TV ណាហើយវាដោយសារតែវាខូច CPU អញ្ចឹងយើងត្រូវធ្វើការដូរ CPU ថ្មីតែអ្វីដែលយើងចាំបាច់ជាងគេបំផុតគឺយើងត្រូវចម្លងទិន្នន័យទុកដើម្បីថ្ងៃក្រោយមកយើងយកវាមកប្រើប្រាស់លើអាពួកផ្សេងដែលខូច program ឬក៏ខូចទិន្នន័យនឹងឯងហើយ EMC វានេះណាអញ្ចឹងយើងត្រូវចម្លងវាទុកដើម្បីប្រើប្រាស់សិនជាយើងអត់ច្រឡំទុកទេយើងពិបាក download ដែរព្រោះអាហ្នឹងដូចជាអត់មាន free ទេនៅលើ online មានតែទិញគេណាអញ្ចឹងយើងត្រូវ download វាទុកហើយយើងត្រូវចម្លងវាទុកទាំងទិន្នន័យ BIOS ហើយនិងទិន្នន័យ program វាអញ្ចឹងអាពីរហ្នឹងគឺត្រូវច្រឡំទុកដូចគ្នាណាបើសិនជាអត់ច្រឡំទុកទេយើងពិបាកថ្ងៃក្រោយវាអស់អញ្ចឹងហើយយើងដោះអាលើនេះទៀតដោះអាលើនេះទាំងអស់គឺបានដោះបតនេះចោលទៀតមកយើងដាក់បតកាលណាយើងកាប់ទៅវាអាចខូចបតនេះទៀតអញ្ចឹងយើងត្រូវលើកវាផ្ងាដើម្បីដោះខ្ចៅនេះឬមកលើកកញ្ចក់ចេញកាពីមកវាបែកកញ្ចក់ដាក់វាទៅយើងស្រួលដោះណាដាក់5នេះបានណាតែវាមានទំហំធំអញ្ចឹងអ្វីដែលយើងគួរតែប្រយ័ត្នគឺយើងត្រូវបិទវាអញ្ចឹងណាមើលលើកញ្ចក់កាលណាយើងអត់លើកទេវាវាអាចឡាញកញ្ចក់ពីព្រោះគាត់នេះទៅកាន់អាហេតុគឺខូចកញ្ចក់ហ្នឹងយើងទៅកឹបហើយកឹបហ្នឹងក៏មិនងាយកឹបបានដែរព្រោះវាទំហំធំណាអញ្ចឹងយើងបិទចឹងហើយបើចេះមកដើម្បីលើកគឺជាប្រភេទអំពូល 5V ដែល LG 60ប្រើប្រាស់ក្នុងហ្នឹងណាវាច្រើនក្របនេះគឺជាបត LG Smart TV ដែលវាមានបញ្ហា CPU ហើយនឹង EMC វាមានបញ្ហាអញ្ចឹងចង់មេរៀននេះឬក៏វីដេអូនេះគឺចង់ប្រាប់ថា EMC នេះគឺកន្លែងទុកនៅ data ឬក៏នៅ program ផ្សេងគឺវាទុកក្នុងនឹងឯងក្នុងនេះណាគេហៅថា EMC នេះគឺ CPUហើយ EMC នេះគឺ C3V3 ណាយើងត្រូវចាំថាគឺ C3V3 អញ្ចឹងក្នុងការជួសជុលបតយើងត្រូវចេះចម្លងវាយើងត្រូវចេះលើកដាក់ CPU ត្រូវចេះលើកដាក់ RAM ហើយ RAM នេះគឺ C1V5 EMC C3V3 CPU នេះ C1V2 ណាបើសិនជាយើងអត់ដឹងទេយើងមិនដឹងធ្វើណាទេអញ្ចឹងដំបូងគេបំផុតបើសិនជាយកមកបើអត់ចេញហើយ CPU មើលទៅនៅល្អអត់ក្តៅខ្លាំងទេយើងបុក program ឲ្យចូលសិនបើបុក program ចូលហើយវាអត់ដើរទៀតអញ្ចឹងយើងត្រូវជួសជុល CPU ឬ RAM ហើយនៅដាក់លើ main board ហើយចម្លងអត់បានយើងត្រូវតែធ្វើការលើកវាចេញយកមកចម្លងនៅខាងក្រៅណាពីព្រោះវា error នៅបញ្ហាណាមួយហើយបានយើងមិនអាចចម្លងបាននៅលើ main board អញ្ចឹងក្នុងករណីនេះគឺយើងត្រូវការធ្វើការផ្លុំហើយ EMC កម្ដៅវាផ្លុំគឺតិចមែនតើតិចជាង CPU ទេណាចំណុចត្រូវផ្លុំដូចខ្ញុំផ្លុំអញ្ចឹងមកដាក់ស្រល់ដាក់អីផងដាក់ fluid ហ្នឹងណាបន្ទាប់ពីយើងដោះមកយើងឃើញមានអំពូលជាច្រើនដាច់អញ្ចឹងណាអញ្ចឹងយើងត្រូវធ្វើការដោះដូរដោយប្រើអំពូលថ្មីតែវាចោលសិនមុននឹងរៀបចូលព្រោះមកពេលដែលខូចម្ដងទៀតយើងពិបាកអូខេនេះគឺជាសកម្មភាពនៃការកែផ្នែកភ្លើងរបស់សិស្ស
dương phơi cả đó chẳng nhá những đồng bằng cho nó cho tất cả khang mình ti mình sẽ cứ khang bằng trường máu đại quạt ở máu mấy đại quạt miền Pành Hà khắc tại tông năng rương cho đi TV có đôi diện lớn đại xe năng phòng này lấy rô tay rong phải dùng rồi nếu như cho ta mơ đi bài việc đó bây giờ thì ọt tầm ngá lắm rốt giang tầm đó mà video này cứ full check tầm đó đầm bông một phát bây giờ từ rock small memory lên thành đó dương cho được biếm ní dương cho từ rock pha vào vía cứ một vía cứ đi black rồi trở lại
យើងធ្វើការរាយយកតែម្ដងនេះជាសកម្មភាពដែលយើងធ្វើការរាយអាម៉ាស៊ីនដែលចេញ logo ក្រហមមុននោះនេះជាម៉ាស៊ីនហ្នឹងហើយជើងនេះទិញក្រៅ